នៅក្នុងអេពីសូត4នេះដែរខ្ញុំនឹងសាងសង់កន្លែងដាំដំណាំមួយសម្រាប់ឲ្យពួកលោកម៉ែធ្វើការហើយនឹងសាងសង់ផ្ទះបន្ថែមទៀតទុកឲ្យពួកលោកម៉ែដេកផងដែរតែមុននឹងចូលទៅកាន់វីដេអូ 99.9% ហើយដែលអ្នកមើលទាំងអស់មិនបានចុច Subscribe វីដេអូរបស់ខ្ញុំចឹងហើយអ្នកធានាចាញ់មួយទៅគឺអត់ខាតបង់អ្វីទេយ៉ាអរគុណអ្នកនរគ្នាចាប់ផ្ដើមនៃក្បាលអេពីសូតមកគឺឃើញខ្ញុំកំពុងរៀបចំនឹងរកកន្លែងដើម្បីសាងសង់កន្លែងដាំដំណាំអីចឹងណាពេលដែលខ្ញុំបានរៀបចំកន្លែងនឹងដាក់របងហុំព័ទ្ធកន្លែងដាំដំណាំរួចខ្ញុំក៏យកហូលមកកាត់ដីពេលដែលកាប់កោះដីរួចហ្នឹងខ្ញុំក៏យកគ្រាប់ពូជមកដាក់ដាំហើយក៏ដាំស៊ូកខែនខ្លះៗដែរហ្នឹងបន្ទាប់ពីដាំរួចក៏មេឃយប់យ៉ាហើយក៏មានសំប៊ីមកវាយខ្ញុំរួចក៏ខ្ញុំវាយវិញត្រូវដោយទាំងឆ្កែខ្ញុំហើយក៏វាងាប់បាត់ទៅបន្ទាប់ពីនឹងមកខ្ញុំក៏ទៅដេកដើម្បី skip យប់ចូលមួយយប់ពេលដែលក្រោកមកវិញនឹងខ្ញុំក៏ទៅធ្វើភ្នូឲ្យវាផងដែរយ៉ាដើម្បីរំលឹកដល់វិរៈភាពរបស់វាដែលជួយការពារយើងកន្លងមកចាក់ធីតអស្មោចូលសិននេះយល់ទេចាំចាក់ធីតអសិនចាក់ធីតអចាក់ធីតអស្មោចាក់បន្ទាប់ពីនឹងខ្ញុំក៏ចុះទៅខាងក្រោមផ្ទះខ្ញុំអញ្ចឹងណាដែលខ្ញុំចេះតែឆ្ងល់ថាម៉េចបានចេះតែមានសម្លេង zombie អីចឹងណាហើយខ្ញុំក៏ស្លាប់វាចូលអស់ទៅវីដេអូកាត់ទៅពេលដែលខ្ញុំឡើងមកខាងលើវិញហ្នឹងខ្ញុំក៏រៀបចំ item ដើម្បីធ្វើផ្ទះអញ្ចឹងណាបន្ទាប់មកខ្ញុំក៏ដាក់ជើងសសរធ្វើចន្ទើនិងបូកជញ្ជាំងហើយត្រង់ហ្នឹងគឺតប៉ែខ្លាំងមែនទេបាទគឺច្រឡំដៃកាប់ចូលទាំងអស់ហើយក៏ខ្ញុំសាងសង់វាឡើងវិញដែរយ៉ាបន្ទាប់ពីបានសាងសង់ឡើងវិញរួចខ្ញុំក៏ចាក់ប្លង់សេបន្ទាប់ពីនឹងមកខ្ញុំក៏ចាក់សសរដើម្បីតធ្វើជន់លើបន្តទៀតពេលដែលចាក់សសរហើយខ្ញុំក៏យ៉ាគឺថាខ្ទេចជាលើកទី2ហើយឥឡូវមានធ្វើម៉េចយ៉ាគឺថាសាងសង់វាឡើងវិញយ៉ាងហ្នឹងបន្ទាប់ពីខ្ញុំបានសាងសង់ឡើងវិញរួចមកខ្ញុំក៏ដាក់ប្លុកឈើដើម្បីធ្វើជាជញ្ជាំងបន្ទាប់ពីដាក់ជញ្ជាំងរួចមកខ្ញុំក៏ឡើងទៅខាងលើដើម្បីប្រក់ដំបូលម្ដងពេលដែលខ្ញុំប្រក់ដំបូលរួចហើយខ្ញុំក៏ទៅក្រៅរកកាប់សត្វដើម្បីយកសាច់ចឹងណាបន្ទាប់មកខ្ញុំក៏យកសាច់ដែលរកបាននឹងយកទៅដាក់ក្នុងបន្ទប់ storage ដើម្បីឲ្យពួកnokម៉ែតវាយកទៅញ៉ាំអញ្ចឹងណាកុំឲ្យពួកវាឃ្លានរួចពីហ្នឹងខ្ញុំក៏យកការងារជាអ្នកការពារភូមិឲ្យទៅnokម៉ែតម្នាក់ដើម្បីឲ្យវាធ្វើឲ្យការពារអ្នកភូមិយើងអញ្ចឹងណាបន្ទាប់ពីហ្នឹងខ្ញុំក៏ដាក់សម្ពោធផ្ទះខ្ញុំអញ្ចឹងណាដោយជន់ខាងក្រោមហ្នឹងគឺដេកបាន2នាក់ហើយនឹងជន់ខាងលើគឺដេកបានរហូតដល់4នាក់តែប៉ុណ្ណឹងលេងខ្វល់រឿងណាពួកnokម៉ែវាអត់បន្ទប់ដេកហើយបន្ទាប់ពីខ្ញុំបានសាងសង់ផ្ទះឲ្យពួកnokម៉ែរួចមកខ្ញុំក៏មានគម្រោងទៅជីករ៉ែបន្ថែមទៀតសម្រាប់ទុកប្រើប្រាស់ដោយសារថាខ្ញុំគឺខ្វះនៅ diamond និង red ផ្សេងៗទៀតច្រើនខ្លាំងមែនទែនហើយខ្ញុំក៏យក diamond សល់4ចុងក្រោយហ្នឹងក៏ទៅផលិតជា PX មួយ yes បន្ទាប់ពី craft PX រួចមកខ្ញុំក៏យកវាទៅ enchant ចឹងណាហើយទទួលបាននៅ efficient IV និង fortune 3ផងដែរតែគឺវាល្អខ្លាំងមែនទែនបន្ទាប់មកខ្ញុំក៏ទៅសបុកនេះកាលដែលខ្ញុំស្លាប់ពីអេពីសូតមុន yes គឺថាវានៅសល់ emerald និង item ផ្សេងៗច្រើនខ្លាំងមែនទែនចឹងហើយខ្ញុំក៏មកម៉ាញយកវាអស់ទៅយ៉ាឥឡូវគឺខ្ញុំបានមកដល់សបុកនេះនឹងហើយខ្ញុំក៏បានដើរម៉ាញ emerald និង red ផ្សេងៗដែលមានក្នុងនឹងចឹងណាបន្ទាប់ពីនឹងមកខ្ញុំក៏បានជីករាវរក diamond ម្ដង yes គឺថាម៉ាញចង់ខ្ទេច PX ទៅវិញហើយគឺអត់ទៅបានមកគ្រឿបទេវេទនាខ្លាំងមែនទែនអ្នកនរគ្នា finally គឺខ្ញុំបានជួប diamond ហើយខ្ញុំក៏ជីកវាទៅហើយគឺទទួលបានរហូតដល់12គ្រាប់ដោយសារតែខ្ញុំមាន PX enchant fortune 3ដែរចឹងគឺវាគុណបានច្រើនខ្លាំងមែនទេបន្ទាប់ពីធ្វើមកខ្ញុំក៏បានដើរម៉ាញទៅខេវទូចអីចឹងណាគឺថាបានជួប diamond ឬក៏ red ផ្សេងខ្លះដែរតែខ្ជិលយកនេះគ្នាដើរម៉ាញសុកនោះខ្ញុំក៏បានប្រជុំនឹង myself មួយកន្លែងគឺថាបានដើររកវិញតែនឹងដែរតែអត់មានបានរបស់ល្អអីទេអ្នកគ្នាពេលដែលម៉ាញអស់ចិត្តនឹងគឺខ្ញុំគឺថាគឺថាឡើងបោលើគោកវិញហើយដើម្បីដើរទៅផ្ទះវិញអ្នកគ្នា
បន្ទាប់ពីដើរទៅផ្ទះវិញសក់ហ្នឹងខ្ញុំក៏បានជួបនឹងងាកភ្លើងមកក្បាលហើយខ្ញុំមានអារម្មណ៍ថាចង់ស្លាប់វាយ៉ាងទៅអ្នកគ្នាទៅមកខ្ញុំក៏បាញ់វាអញ្ចឹងណាឥឡូវនេះមើលការសម្លាប់នាគរបស់ខ្ញុំទាំងអស់គ្នាតោះ let's goបន្ទាប់ពីខ្ញុំបាញ់អស់មកស្ទុះមក yes គឺនាគនឹងបានស្លាប់ហើយគេថាខ្ញុំនៅតែបាញ់ទៀតតែខ្ញុំមិនដឹងអ្នកគ្នាបន្ទាប់ពីវាបានស្លាប់ដោយសារតែខ្ញុំបាញ់វាមកខ្ញុំក៏រៀបចំដាក់ដុតខ្សាច់យកខ្សាច់នឹងទៅក្រាស់ទៅជាកញ្ចក់ដើម្បីផលិត10ទឹកអញ្ចឹងណាគ្នាទុកស្រង់ឈាមវាដើម្បីផលិតទៅជាដាវ yes គឺថាដាវដែលធ្វើមកពីឈាមនាគគេថា fire flame បន្ទាប់ពីខ្ញុំបានស្រង់ឈាមនាគនឹងរួចខ្ញុំក៏បានដើរមកផ្ទះវិញអញ្ចឹងណាហើយក៏មកសាកផលិតដាវនឹងសាកមើល yes គឺថាអត់ចាញ់ទេគឺថាវាត្រូវការនៅដូចជាឆ្អឹងត្រាកនចំនួន2និង video bone ចំនួន1ដើម្បី craft ទៅជាដាវផ្សេងជាត្រាកន bone sword ចឹងណាអ្នកគ្នាអ្វីដែលពិបាករកស្រាប់ខ្ញុំហ្នឹងគឺ video bone yes តើគ្នាមិនដឹងថារកឆ្អឹងនឹងមកពីណាទេឬក៏យើងទៅរកវានៅ fortress ទេគ្នាគឺយើងទៅវាយពួក video skeleton ដើម្បីវាទៅរកហ្នឹងគ្នាបើគ្នាអ្នកទាំងអស់គ្នាដឹងក៏ភ្លេចក៏មិនប្រាប់ខ្ញុំម្នាក់មួយផង yes ឥឡូវវីដេអូរបស់យើងគឺបានឈានមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាជាចុងក្រោយបើសិនជាអ្នកទាំងអស់គ្នាចង់ donate មកកាន់ខ្ញុំអ្នកទាំងអស់គ្នាអាច donate បានតាម QR code នេះបាន yes អ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាបាយបាយជួបគ្នាវីដេអូក្រោយ